Hello everyone, just welcome back to our class. Everyone, just we learning about grammar spectrum 1. ចាអញ្ចឹងយើងកំពុងតែរៀនអំពីចាវេយ្យាករណ៍ណាចាវេយ្យាករណ៍ spectrum 1 ស្រីបត់ចេញក្រៅ Okay, elementary ណាចាហ្នឹងហើយ Open the book on page 6 បើកសៀវភៅទំព័រទី 6 អញ្ចឹងខ្ញុំសូមបញ្យល់មេរៀនសិនចាខ្ញុំសូមបញ្យល់មេរៀនសិន 1. Be present simple ចា I am I'm not អញ្ចឹងថ្ងៃនេះយើងសិក្សាទៅលើ be ដែលគេប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្នកាលធម្មតាគឺ I am និង I'm not ប៉ុន្តែខ្ញុំសូមនិយាយថាហ្នឹងយើងប្រើ am is are ណាចានៅណាបងអើយបត់អើយតែហៅពុកគឺតែគាត់មកយករូបថតបងចាំផ្លេតចាអញ្ចឹងយើងមើល I am តម្រងកាត់ I am គឺជាតម្រងស្របមែនទេចាតម្រងផ្អែកគឺយើងថែមពាក្យអី not ចាថែមពាក្យថា not ណា 1. Here are some examples of be ចា of be in the present simple នេះគឺជាឧទាហរណ៍មួយចំនួននៃកិរិយាសព្ទ be នៅក្នុងកាលបច្ចុប្បន្នកាលធម្មតា present simple ហ្នឹងបច្ចុប្បន្នកាលធម្មតាមានន័យថាម៉េចអូនសិក្សាទៅលើរឿងរ៉ាវដែលកើតឡើងនៅពេលណាទុកនៅពេលបច្ចុប្បន្នចានៅពេលបច្ចុប្បន្នអញ្ចឹង to be នៅពេលបច្ចុប្បន្នយើងប្រើប្រាស់ប៉ុន្មាន3មានអីខ្លះ am is are ចាមាន am is are ចាយើងមកឧទាហរណ៍នេះខ្ញុំនិយាយមេរៀនឡើងវិញណាកូនខ្ញុំបញ្យល់មេរៀនឡើងវិញណាចប់មេរៀននេះខ្ញុំនឹងសរសេរតម្រងនៅលើក្តារខៀនឲ្យនេះយើងសិក្សាតាមសៀវភៅសិន This is my brother he's 10 years old នេះជាបងប្អូនប្រុសរបស់ខ្ញុំគាត់មានអាយុ10ឆ្នាំ I'm a student These are my books ខ្ញុំគឺជាសិស្សម្នាក់ហើយទាំងនេះគឺជាសៀវភៅរបស់ខ្ញុំ They aren't at home ពួកគេមិនមែននៅផ្ទះទេ They at the theater ពួកគេនៅឯរោងភាពយន្ត 2. We form the present simple of be like this ចាពួកយើងបង្កើតទម្រង់ present simple នៃកិរិយាសព្ទ be បែបនេះយើងមើលមាន positive មាន negative ហើយមាន full form មាន short form singular I am ស្មើនឹង am you are ស្មើនឹង you're he she it ស្មើនឹង he's she's it's we are ស្មើនឹង we're they you are ស្មើនឹង you're they are ស្មើនឹង they're យើងមើល negative full form ហើយនឹង short form ចា short មាន singular និង plural I am not ចឹងទម្រង់កាត់របស់វាគឺ I'm not You are not ទម្រង់កាត់របស់វាគឺ you aren't He she it is not វាស្មើនឹង he isn't she isn't it isn't ចាចាំមើលខាង plural វិញ We are not ស្មើនឹង we aren't You are not ស្មើនឹង you aren't They are not ស្មើនឹង they aren't ចាមកចំហៀងទៀតកូន 3. In speech we usually use the short formsបើនៅក្នុងការនិយាយយើងជាធម្មតាប្រើទម្រង់កាត់អញ្ចឹងកូនចាំចាបើយើងនិយាយភាគច្រើនគេប្រើទម្រង់កាត់គេដាក់ថា I'm a student គេកម្រប្រើ I am a student ណា She's my sister នាងគឺជាបងប្អូនស្រីរបស់ខ្ញុំ He's my brother គាត់គឺជាបងប្អូនប្រុសរបស់ខ្ញុំ I'm from Italy ខ្ញុំមកពីប្រទេសអ៊ីតាលី They German ពួកគេជាជនជាតិអីគេកូនអាយគេអាឡឺម៉ង់ចា 4. We use be 4. ពួកយើងប្រើប្រាស់ be នេះគឺជាការប្រើប្រាស់របស់ to be ហេតុអីបានជាយើងសិក្សាអំពីវេយ្យាករណ៍ to be ចាព្រោះវាមានសារៈប្រយោជន៍អីគេខ្លះចាំមើល to say who we are ដើម្បីនិយាយថាពួកយើងជានរណា I'm Steve and this is my friend Bill we from Scotland ខ្ញុំឈ្មោះ Steve ហើយនេះជាមិត្តភក្តិរបស់ខ្ញុំ Bill ពួកយើងមកពីប្រទេស Scotland I'm Janet and these are my sister
This is Sandra and this is Patricia. Sandra and Patricia are doctors. ខ្ញុំ Janet ទាំងនេះជាបងប្អូនស្រីរបស់ខ្ញុំនេះជា Sandra ហើយនេះគឺជា Patricia Sandra និង Patricia គឺជាវិជ្ជបណ្ឌិតអញ្ចឹងស្រាប់សេចក្តីការប្រើប្រាស់ទី1របស់ទូវីគឺចង់និយាយអំពីការណែនាំខ្លួនចាជំរឿនទី2 to talk about the weather ការនិយាយអំពីអាកាសធាតុ It's cold today វាត្រជាក់ណាស់ថ្ងៃនេះ It's beautiful day It's a beautiful day វាជាថ្ងៃដែលស្រស់ស្អាតមួយ It's usually hot here វាជាធម្មតាក្តៅនៅទីនេះ It isn't very warm today វាមិនក្តៅល្មមទេនៅថ្ងៃនេះ 3 to talk about the time និយាយអំពីពេលវេលា It's 10 o'clock វាគឺម៉ោង10 It's 4:30 វាគឺម៉ោង4អីកូន4កន្លះ You late អ្នកគឺយឺតពេល To talk about places និយាយអំពីទីកន្លែង Milan is in the north of Italy Milan នៅប្រទេសអ៊ីតាលីប៉ែកខាងជើងចា John and Mary are in Yorkshire John និង Mary នៅក្នុងអីគេកូនទីក្រុង Yorkshire ចា To talk about people ages និយាយអំពីអាយុរបស់មនុស្ស My sister is 6 years old បងប្អូនស្រីរបស់ខ្ញុំអាយុ6ឆ្នាំ